ព្រឹត្តិបត្តិព័ត៌មាននិងជាកកម្ពស់ទឹកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី28ខែឧសភាឆ្នាំ2025វេលាម៉ោង 7 ព្រឹកតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់ 3.67 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 2 សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់ 9.93 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 52 សង់ទីម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់ 4.26 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 32 សង់ទីម៉ែត្រទន្លេបាសាក់ចាក់ទឹកមុខថ្ងៃនេះទឹកមានកម្ពស់ 2.40 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 12 សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់ 1.64 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 22 សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់ 2.10 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 12 សង់ទីម៉ែត្រទន្លេសាបព្រៃក្តាមថ្ងៃនេះទឹកមានកម្ពស់ 1.66 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 20 សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់ 71 សង់ទីម៉ែត្រស្មើថ្ងៃម្សិលមិញស្ថានភាពទឹកទន្លេស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងឡើងបន្តិចបន្តួចសូមអរគុណ